ជាញឹកញាប់យើងតែងតែសម័យថាបើសិនជាយើងអាចវិលត្រឡប់ទៅរកជីវិតកាលពីកុមារភាពរបស់យើងវិញមិនដឹងថាតើវាល្អយ៉ាងណាទៅណោះដោយសារតែជីវិតកាលពីក្មេងគឺជាពេលវេលាមួយដែលស្រស់បំព្រងណាគឺយើងតែងតែមានអារម្មណ៍ថាសប្បាយរីករាយគឺអត់មានដែលខ្វល់ខ្វាយអីទាំងអស់ហើយខ្ញុំជឿថាមិនមែនតែខ្ញុំទេដែលធ្លាប់គិតអញ្ចឹងក៏ប្រហែលជាមានបងប្អូនភាគច្រើនក៏គិតអញ្ចឹងដូចខ្ញុំដែរហើយកន្លងមកគឺខ្ញុំក៏មិនដែលបានទៅសង្កេតឆ្វេងយល់អីឲ្យវាស៊ីជម្រៅអីទេថាមិនបានជាយើងនឹងចេះតែចង់ត្រឡប់ទៅរកជីវិតកាលពីក្មេងហើយជីវិតកាលពីក្មេងនឹងវាមិនគ្រាន់តែដឹងថាវាសប្បាយតែប៉ុណ្ណឹងក៏ប៉ុន្តែកាលពីប្រហែលថ្ងៃមុនហ្នឹងដោយស្មោះត្រង់ទៅគឺខ្ញុំបានមើលវីដេអូរបស់បងចន្ទដាដែលเพจរបស់គាត់ហ្នឹងមានឈ្មោះថាមានសង្ឃឹមគាត់បាននិយាយពាក្យតែមួយឃ្លាទេដែលធ្វើឲ្យខ្ញុំរកចម្លើយពីរឿងហ្នឹងឃើញតែម្ដងគឺជីវិតកាលពីក្មេងគឺយើងតែងតែធ្វើរឿងអីដែលមនុស្សធំមើលមកគិតថាវាអត់ប្រយោជន៍អញ្ចឹងអាពាក្យថាអត់ប្រយោជន៍មួយម៉ាត់ហ្នឹងគឺធ្វើឲ្យខ្ញុំភ្ញាក់ហ្មងដល់អញ្ចឹងទៅខ្ញុំចាប់អារម្មណ៍ថាមែនតើកាលពីក្មេងគឺពិតជាសប្បាយមែនយើងធ្វើរឿងដែលមនុស្សធំយល់ថាអត់ប្រយោជន៍ប៉ុន្តែយើងសប្បាយចេញពីចិត្តហ្មងដោយសារតែយើងធ្វើវាដែលអត់បានខ្វល់អីទាំងអស់ចង់រត់លេងក៏រត់លេងចឹងទៅចង់លេងដីក៏លេងដីចឹងទៅចង់លេងពួនក៏លេងពួនទៅរហូតដល់ថ្ងៃខ្លះលេងច្រើនពេកហួសម៉ោងញ៉ាំបាយអញ្ចឹងទៅម៉ែដើររកដេញវាយក៏មានដែរដោយសារតែគាត់អត់ឃើញយើងត្រឡប់ទៅផ្ទះភ្លេចបាយភ្លេចទឹកអីចឹងណាហើយមែនកាលហ្នឹងគឺម៉ែគាត់តែងតែគិតថាអាល្បែងដែលយើងលេងដូចលេងដីលេងបលែងគ្នាលេងអីហ្នឹងគឺវាពិតជាអត់មានប្រយោជន៍មែនហើយអីដែលគាត់ចង់បានហ្នឹងគឺដូចជាការជួយធ្វើការងារផ្ទះអីអញ្ចឹងទៅគឺល្អជាងក៏ប៉ុន្តែយើងបែរជាគិតតែរត់លេងបលែងគ្នាអញ្ចឹងទៅតែសួរថាកាលហ្នឹងយើងសប្បាយអត់គឺពិតជាសប្បាយមិនអាចប្រកែកបានទេគឺពិតជាសប្បាយមែនហើយភាពសប្បាយនោះឯងវាតែងតែដកជាប់នៅក្នុងចិត្តរបស់យើងរហូតបើទោះបីជាយើងមានអាយុច្រើនក្តីមានគ្រួសារមានការបំលាស់ទីឬក៏បដូរទីរំនៅទៅនៅខេត្តផ្សេងឬក៏ប្រទេសផ្សេងក៏យើងនៅតែនឹកឃើញដល់ភាពរីករាយកាលពីកុមារភាពរបស់យើងដែរអញ្ចឹងចំណុចទាំងអស់នេះដែលធ្វើឲ្យខ្ញុំចាប់ផ្ដើមភ្ញាក់រលឹកមកវិញបន្តិចហើយក៏យល់ថាពេលខ្លះយើងគួរតែព្រមឲ្យខ្លួនឯងនឹងធ្វើជាកូនក្មេងដែរទៅដោយសារតែនៅពេលដែលយើងព្យាយាមធ្វើជាមនុស្សធំគឺយើងខ្លាចខុសនៅពេលដែលយើងខ្លាចខុសគឺវាមានសម្ពាធមែនតើវាធ្វើអីក៏តែងតែត្រូវប្រុងប្រយ័ត្នធ្វើអីក៏តែងតែត្រូវគិតថាតើវាមានប្រយោជន៍អីដើម្បីឲ្យយើងធ្វើវាអញ្ចឹងនៅពេលដែលយើងយកភាពជាមនុស្សធំមកដាក់នៅក្នុងខ្លួនគ្រប់ពេលវេលាពេកវាធ្វើឲ្យយើងនឹងវាបាត់អាភាពរីករាយហ្នឹងហើយអញ្ចឹងក្នុងន័យនេះគឺគ្រាន់តែចង់មានន័យថានៅពេលដែលយើងចង់ឲ្យខ្លួនឯងរីករាយពិតប្រាកដគឺយើងអាចរំលែកបន្ទុកដែលយើងតែងតែស្ពាយវារហូតមកហ្នឹងទុកវាម្ដុំសិនហើយគួរតែមានពេលខ្លះដែលយើងអាចនឹងធ្វើឲ្យខ្លួនឯងមានទម្លាប់ធ្វើអីមួយបែបកូនក្មេងខ្លះគឺជាមនុស្សដែលអាចធ្វើរឿងអីមួយដែលយើងគិតថាមនុស្សធំគេគិតថាវាអត់មានប្រយោជន៍ក៏ប៉ុន្តែវាធ្វើយើងសប្បាយវាអត់មានទុកកង្វល់វាអត់មានសម្ពាធវាអត់មានខ្វល់ថាតើធ្វើទៅបានប្រយោជន៍ឬក៏អត់ណាអញ្ចឹងអ្វីទាំងអស់នេះគឺគ្រាន់តែជាជ្រុងមួយនៃការពិចារណាហើយនឹងគិតឃើញរបស់ខ្ញុំទេខ្ញុំមិនដឹងថាតើបងប្អូនយល់ឃើញបែបណាឬក៏មានហេតុផលឬក៏មានចម្លើយបែបណាក៏ប្រហែលជាអាចផ្សេងពីខ្ញុំទៀតក៏ថាបានដែរប៉ុន្តែគ្រាន់តែថាអ្វីដែលខ្ញុំបានគិតទៅដល់ហើយនឹងស្វែងយល់ខ្លួនឯងនេះគឺបែបហ្នឹងប៉ុន្តែមែនតាខ្ញុំគិតថានៅពេលដែលយើងធ្វើអីមួយដោយកុំមានក្តីរំពឹងណាកុំមានក្តីរំពឹងថាតើវានឹងមានប្រយោជន៍ឬក៏អត់នៅពេលដែលយើងទុកអារឿងអស់ហ្នឹងបន្លែងហើយគិតថាតើធ្វើទៅយើងសប្បាយចិត្តអត់យើងគិតតែប៉ុណ្្នឹងទៅគឺយើងសប្បាយនៅក្នុងការធ្វើវាហើយយើងក៏មានអារម្មណ៍មួយដែលរីករាយចេញពីចិត្តមកហ្មងណាអត់ចាំបាច់ត្រូវសម្ដែងថាអូខ្ញុំត្រូវតែរីករាយធ្វើទៅខ្ញុំត្រូវតែបានកម្រៃប៉ុណ្ណេះឬក៏ត្រូវតែបានប្រយោជន៍នេះប្រយោជន៍នោះគឺអត់មានទេអញ្ចឹងត្រឡប់មកវិញនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេពាក់ព័ន្ធទៅនឹងហេតុផលដែលធ្វើឲ្យយើងចេះតែចង់វិលត្រឡប់ទៅរកកុមារភាពរបស់ខ្លួនឯងហើយចុះបងប្អូនវិញមានហេតុផលបែបណាដែលធ្វើបងប្អូនគិតថាកុមារភាពរបស់បងប្អូនតគ្នាគឺជាពេលវេលាដែលរីករាយខ្លាំងដែលធ្វើឲ្យបងប្អូនចង់វិលត្រឡប់ទៅរកវាម្ដងទៀតហើយបើសិនជាមានកុំភ្លេចចែករំលែកមកដើម្បីឲ្យខ្ញុំបានដឹងដែរអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះដល់ចប់គួរទៅមើលបាយកាមេរ៉ាទៅរកស្មាយខ្លះទៅបាទសូមបាត់ឃុំ